ចំហុយប្រហុកធ្លាប់ញ៉ាំហើយប្រហុកខ្ទិះក៏យើងធ្លាប់ញ៉ាំដែរឥឡូវសាកយកប្រហុកនឹងមកខម្ដងមើលរសជាតិមិនដែរឲ្យតែតាក់ទងនឹងប្រហុកគឺជាម្ហូបដែលចុះបាយមែនតែនហ្មងតោះតែមើលគ្រឿងផ្សំបងប្អូនមានត្រីពណ៌ឬក៏ជាមួយនឹងត្រីរ៉ស់ហើយនឹងបងប្អូនចូលចិត្តមួយណាដាក់មួយនឹងទៅហើយមានជាមួយនឹងគល់ស្លឹកគ្រៃដែងម្ទេសហើយនឹងស្លឹកក្រូចតួឯកយើងគឺប្រហុកហើយខប្រហុកបើអត់ប្រហុកមិនបានហើយយើងក៏អាចបន្ថែមជាមួយនឹងសាច់ជ្រូកផងដែរសម្រាប់សាច់ជ្រូកបងប្អូនចង់ហាន់វាជាប្រទេសក៏បានឬក៏ច្រាមដូចនាងខ្ញុំក៏បានដែរខប្រហុកមួយមុខហ្នឹងអាចដាក់ជាមួយនឹងថប់វែងក៏បានឬក៏ជាមួយនឹងថប់ពូជញងក៏បានដែររសជាតិឆ្ងាញ់ម្យ៉ាងម្នាក់អញ្ចឹងណាបងប្អូនដំបូងយើងត្រូវឆាជាមួយនឹងសាច់ជ្រូកសម្រាប់សាច់ជ្រូកបើសិនជាបងប្អូនហាន់ជាប្រទេសតាមដែលបងប្អូនចូលចិត្តធ្លាប់ញ៉ាំណាសម្រាប់នាងខ្ញុំយកច្រាមពួនច្រាមទៅធ្វើឲ្យទឹកខប្រហុកយើងវារៀងខាប់ណាហើយមួយទៀតគឺវាជួយបន្ថែមរសជាតិខប្រហុកយើងនឹងឲ្យកាន់តែឆ្ងាញ់សំខាន់សាច់ជ្រូកហ្នឹងយើងត្រូវតែលេងវាឲ្យវាក្រៀមសិនហើយបន្ទាប់មកចាំយើងដួសទុកវាមួយឡែកសិនទៅយើងឆាជាមួយនឹងខ្ទឹមម្ទេសឲ្យហើយសិនទៅឲ្យវាមានក្លិនឈ្ងុយនៅពេលខ្ទឹមយើងហើយនឹងម្ទេសវារៀងបែបរៀងឆ្អិនហើយឈ្ងុយហើយចាំយើងដាក់ជាមួយនឹងស្ករក្រហមបងប្អូនសម្រាប់ស្ករក្រហមបើបានជាមួយនឹងស្ករត្នោតខ្មែរទៀតអូឈ្ងុយមែនតែនហ្មងចាសម្រាប់នេះខ្ញុំដាក់ស្ករមួយស្លាបព្រាយើងធ្វើការឆាដោយបែបខអញ្ចឹងណាបងប្អូនយើងកឡោជាមួយនឹងខ្ទឹមនឹងឲ្យវាឡើងឈ្ងុយហើយក្រហមអីហើយទៅចាំយើងដាក់ជាមួយនឹងប្រហុកសម្រាប់ប្រហុកបងប្អូនដាក់តាមការចូលចិត្តណាហើយសម្រាប់ប្រហុកដែលនេះខ្ញុំដាក់នេះមើលទៅវារៀងច្រើនប៉ុន្តែប្រហុកនេះវាអត់សូវប្រៃទេដោយប្រហុកខ្លះសម្រាប់បងប្អូនទិញមកបងប្អូនដឹងថាប្រហុកយើងយកមកស្លហ្នឹងវាប្រៃខ្លាំងឬក៏វាមានរសជាតិល្មមអញ្ចឹងណាបងប្អូនធ្វើការឆាប្រហុកឲ្យស្ករនឹងឲ្យចូលគ្នាមកឲ្យវាមើលទៅវាចូលជាតិគ្នាហើយចាំយើងដាក់ជាមួយនឹងគល់ស្លឹកគ្រៃម្ដែងល្ក្រូចការឆាគ្រឿងហ្នឹងឲ្យវាឈ្ងុយសិននិយាយទៅគឺក្លិនហ្នឹងហ្មងបងប្អូនយើងត្រូវការក្លិនស្លឹកគ្រៃស្លឹកក្រូចម្ដែងហ្នឹងដែលធ្វើឲ្យខប្រហុកយើងរសជាតិកាន់តែឈ្ងុយអត់ឆ្អាបណាបងប្អូនឆាឲ្យមានក្លិនឈ្ងុយហើយចាំបងប្អូនដាក់ជាមួយនឹងត្រីសម្រាប់ត្រីហ្នឹងគឺបងប្អូនយកវាទៅលាងជាមួយអំបិលសិនណាបងប្អូនសម្រាប់ត្រីពោក៏ដោយត្រីប្រាក៏ដោយបងប្អូនមុនយកមកស្លកុំភ្លេចច្របាច់លាងវាជាមួយនឹងអំបិលសិនដើម្បីឲ្យវាអស់ជាតិអាម៉ាអិលវាហ្នឹងណាឥឡូវដល់វាដាក់សាច់ជ្រូកឆាហើយយើងដាក់ចូលមកកូរជាមួយនឹងសាច់ត្រីឲ្យវាចូលជាតិមួយគ្នាមកមុខម្ហូបមួយមុខហ្នឹងណាបើនិយាយថាពិបាកធ្វើក៏បានងាយស្រួលធ្វើក៏បានដែរសំខាន់បងប្អូនចង់ញ៉ាំម្ហូបហ្នឹងហើយយើងត្រូវរៀនធ្វើអញ្ចឹងណាអូនិយាយទៅខ្ញុំលើកទី1ហើយធ្វើម្ហូបហ្នឹងតែសំខាន់គឺជោគជ័យហើយឆ្ងាញ់នៅពេលដែលយើងបានធ្វើម្ហូបអីមួយដែលយើងអត់ដែរចេះណាពេលយើងធ្វើហើយគឺធ្វើវគ្គក្រោយគឺយើងលឿនហ្មងយើងអត់យឺតទេមុខម្ហូបដែលយើងអត់ធ្លាប់ធ្វើដំបូងយើងពេញប៉ាមានអារម្មណ៍ថាយឺតងាប់បានសឡមួយឆ្នាំតែនៅពេលដែលយើងបានធ្វើហើយម្ដងតែពេលធ្វើវគ្គក្រោយវិញគឺម្ហូបមួយឆ្នាំហ្នឹងគឺយើងធ្វើលឿនមែនទែនហ្មងឆាប់បានញ៉ាំទៀតហើយលាយគ្រឿងមកគឺត្រូវមាត់យើងហ្មងលើដល់វគ្គយើងដាក់ទឹកហើយនៅពេលយើងដាក់ទឹកហើយយើងអាចលាយអំបិលប៊ីចេងស្ករអាហ្នឹងតាមចំណូលចិត្តហ្មងណាសម្រាប់ខប្រហុកមួយមុខហ្នឹងយើងត្រូវការរសជាតិរៀងដិតដោយសារយើងយកទៅញ៉ាំជាមួយនឹងលក់ណាខប្រហុកហ្នឹងអត់ត្រូវការទឹករៀងរាវទេវាត្រូវការរៀងទឹកបែបខាប់ណាហើយនៅពេលដែលយើងលាយរសជាតិរៀងត្រូវហើយចុងក្រោយគឺបងប្អូនអាចលួចជាមួយនឹងម្ជូរអំបិលទុំបន្តិចទៅដើម្បីឲ្យរសជាតិយើងកាន់តែឆ្ងាញ់ហើយយើងទុកឲ្យវាពុះទៅឲ្យឆ្អិនសាច់ត្រីតែប៉ុណ្ណឹងហូបខប្រហុកយើងគឺឆ្អិនហើយនិយាយទៅបងប្អូននៅរសជាតិឆ្ងាញ់មែនតើហ្មងញ៉ាំជាមួយផ្កាស្នោផលិតតសក់និយាយរួមទៅញ៉ាំជាមួយម្លក់មួយមុខណាក៏ឆ្ងាញ់ដែរខប្រហុកមួយមុខហ្នឹងស្អែកអត់ទាន់រហូតនឹកឃើញថាស្លអីទេអញ្ចឹងខប្រហុកហ្នឹងហ្មងបងប្អូនអើយរបៀបស្លនិងរសជាតិអត់អាចដូចគ្នាទេដោយសារតែយើងស្លតាមបែបអ្នកផ្ទះរៀងខ្លួនអញ្ចឹងបើសិនជាបងប្អូនមានរបៀបខប្រហុកបែបម៉េចបងប្អូនអាចជួយខមមិនខាងក្រោមវីដេអូរបស់នាងខ្ញុំបានណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំជម្រាបលាតែកុំភ្លេច Subscribe និងជួយ Share ផងណាអរគុណ